ចាជំរាបសួរបងប្អូននេះមកកាត់អាវចាអាវស្រីចាពោស្នាយមកខ្ញុំមកគ្នាចាឥឡូវអញ្ចឹងកាត់ខាងលើអញ្ចឹងយើងគូយករឹមខាងលើហើយកណាត់យើងកាត់បដោយរឹមចេះចាហើយត្រូវត្រូវហើយយើងទុកថ្នេរខាងលើមួយលេខចាមួយលេខយើងបងចាទុកថ្នេរមួយលេខបន្ទាប់មកយើងចុះស្មាអាវស្រី4លេខចាអាវស្រីយើងចុះស្មា4លេខចាហើយអាវនេះចាស្មា38ទំហំ86ចាចង្កេះ72តកៀកចាតកៀក88អញ្ចឹងកាត់ហើយសម្រាប់អាវចាសម្រាប់អាវ54អញ្ចឹងយើងពុះចុះមក4លេខហើយយើងពុះមកចុះមកចា54ពុះមកចាសម្រាប់54យើងពុះថ្នេរ2លេខមកមើលសម្រងនេះមើលចាសម្រង56សុំតោះចា56បូក2 58អញ្ចឹងយើងទុកទាំងថ្នេរត្រូវ58ចា58ទាំងយើងបត់ជើង2លេខចាជើងអាវស្រីចាពោស្នាចាអញ្ចឹងយើងចែកមកយើងចុះក្លៀកចាក្លៀក30ចាក្លៀក36អញ្ចឹង18 36ចែកពី18ចាចា18យើងចុះមក18មកចាគឺចុចពីលេខ4លេខមកយើងចុះមក18មកចា18ចុះតាំងពីស្មាលើមកចាពីចំណុច4លេខហើយយើងត្រូវចំណុចពីចុះនេះចុះក្លៀកមកសម្រងអាវនេះយើងចែកទៅ2 40ចែក2 20ចាអាវនេះគឺពាក់កដាលទៅទៀតចាចុះពីរៀងមកប្រហែលជា15លេខចាប៉ុណ្ណឹងទេគឺអត់យកវែងទេយើងចង់ស្លៀកនៅលើសពុតលើខោក៏ស្អាតចង់ស្លោះក៏បានដែរអញ្ចឹងយើងចែកទំហំចែកទំហំជា4